បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះទំនេររៀបចំទឹកកតក់លេជាមួយនឹងអំបិលសម្រាប់ដាក់ឲ្យមេផើបន្តិចបងប្អូនណានិងសម្រាប់បងប្អូនដែលគាត់ចិញ្ចឹមគឺគាត់ដឹងស្រាប់ហើយកន្ទក់នេះគឺជាវត្ថុធាតុដើមយ៉ាងសំខាន់ក្នុងការបំពន់ទៅលើមេជាពិសេសមេដែលផើគឺយើងអាចប្រើជាមួយនឹងកន្ទក់នេះបានណាបងប្អូនក្រោយពីយើងយកអំបិលលេជាមួយនឹងកន្ទក់ហើយយើងត្រូវការដាក់ទឹកបងប្អូនណាយើងលេជាមួយនឹងទឹកប៉ុន្តែសម្រាប់គូរបស់ខ្ញុំនេះការដាក់ទឹកខាប់ពេកគឺអត់សូវជាចង់ផឹកវិញបងប្អូនមានន័យថាអញ្ចឹងណាអញ្ចឹងខ្ញុំត្រូវការលេទឹកឲ្យច្រើនកន្ទក់មួយកាយអញ្ចឹងយើងលេទឹកជាមួយនឹងមួយធុងស្វីត្រូប៉ុន្តែប្រភេទធុងកន្ទុយនេះធុងដែលខ្ញុំកំពុងតែបើកទឹកដាក់នេះបងប្អូនអញ្ចឹងគូខ្ញុំគឺចូលចិត្តផឹកទឹកច្រើនជាងឲ្យហត់កាមានន័យថាអញ្ចឹងណាតែអញ្ចឹងឲ្យខ្ញុំលេមួយធុងនេះសម្រាប់យកឲ្យមេផើមកខ្ញុំនេះដោយសារមេនេះគឺឲ្យតែបានផឹកទឹកលេជាមួយនឹងទឹកកន្ទក់ស្មៅក្នុងមួយថ្ងៃគឺស៊ីបន្តិចក៏បានដែរមានន័យថាស្រួលអញ្ចឹងបងប្អូនណាដោយសារមេនេះគឺខ្ញុំអត់យកចេញដំណើរចេញពីក្រោលទេគឺនៅតែជុំវិញក្រោលនឹងតែម្ដងដែលអញ្ចឹងទៅគឺស្មៅគឺខាងខ្ញុំច្រូតពីចំការមកឲ្យស៊ីតិចតួចទៅហើយសល់ពេលប្រហែលគឺយើងប្រើជាមួយនឹងទឹកកន្ទក់នឹងចងឲ្យលំហែកាយគៀនក្រោលអញ្ចឹងណាបងប្អូនណាតែអញ្ចឹងគឺស្រួលចិញ្ចឹមបងប្អូនណាគួរខ្លះយើងយកមកដាក់នៅក្នុងក្រោលគឺវាអត់ចេះនៅបងប្អូនអត់ចេះនៅទេតលតែយើងនឹងយកទៅចងនៅវាលមានកន្លែងស្មៅមានអីឲ្យបោចប៉ុន្តែសម្រាប់គូខ្ញុំមួយនេះគឺអត់ទេគឺខ្ញុំឲ្យដាក់តែនៅក្នុងក្រោលទេអត់មានយកទៅចងនៅកន្លែងណាផ្សេងគឺអត់ទេបងប្អូនណាមួយថ្ងៃទល់មួយថ្ងៃមួយសប្តាហ៍ទៅមួយសប្តាហ៍ក៏ដូចជាមួយខែទល់មួយខែគឺនៅតែកវលជុំវិញក្រោលអញ្ចឹងក្រោយពីផឹកទឹកកន្ទក់អស់មួយធុងគិតថាប្រហែលជាមិនឆ្អែតទេបងប្អូនអញ្ចឹងថែមទៀតដោយសារគូនេះបកកែផឹកទឹកបងប្អូនក្នុងមួយថ្ងៃគឺខ្ញុំឲ្យផឹកតែមួយដងទេមានន័យថាផឹកមួយដងតែផឹកច្រើនបងប្អូនណាមានន័យថានៅពីព្រឹកមករហូតមកដល់ម៉ោង2ម៉ោង3ល្ងាចហ្នឹងទើបឲ្យផឹកម្ដងទេអញ្ចឹងកាលណាផឹកមួយធុងគឺផឹកអត់ឆ្អែតទេបងប្អូន3ធុងអីមិនផឹកឆ្អែតដោយសារទឹកដែលយើងដាក់ឲ្យផឹកនេះគឺលេជាមួយនឹងអំបិលគឺមានជាតិប្រៃឡំបូកជាមួយនឹងកន្ទក់ទៀតធ្វើឲ្យសត្វដែលយើងចិញ្ចឹមកាន់តែចង់ផឹកប៉ុន្មានធុងគឺអត់ធុញទេបងប្អូនមានន័យថាបែបនេះអញ្ចឹងសម្រាប់បងឬក៏បងប្អូនទាំងអស់ដែលចិញ្ចឹមគោបើសិនជាយើងមិនសូវជាមានស្មៅសម្រាប់ឲ្យស៊ីឬក៏បងមិនសូវជាមានពេលយកទៅចងនៅខាងក្រៅក៏យើងអាចចិញ្ចឹមគោបានស្រួលដែរបងប្អូនណាគឺយើងចិញ្ចឹមនៅតែក្នុងក្រោលគឺបានដែរបងប្អូនដូចនៅតំបន់ខ្ញុំនេះអីជួនកាលគេចិញ្ចឹមគោគេអត់យកចេញទៅណាក្រៅពីក្រោលទេនៅតែក្នុងក្រោលដល់ពេលគឺយើងដាក់ស្មៅឲ្យស៊ីបន្តិចមកមានដុំរ៉ែយើងចងដុំរ៉ែមកដុំអីចឹងទៅបញ្ចូលឲ្យស៊ីទៅណាបើមានសបកពួតមានប្រភេទដូចជាតកួននេះកាន់តែល្អទៀតយើងកាត់ចម្រាក់ឲ្យស៊ីទៅវាអត់ចំណាយពេលច្រើនទេមានន័យថាយើងចំណាយពេលរវល់តែដាក់ចំណីឲ្យស៊ីក្នុងមួយថ្ងៃតែ2ដងទេបងប្អូនសម្រាប់ពួកខ្ញុំគឺឲ្យស៊ីតែពេលព្រឹកហើយនិងពេលល្ងាចទេពេលថ្ងៃត្រង់គឺយើងទំនេរយើងដាក់ទឹកកន្ទក់ឲ្យតែបើសិនជាអត់ទំនេរទេគឺអត់ដាក់តែប៉ុណ្្នឹងទេរឿងដែលសំខាន់គឺទឹកក្នុងមួយថ្ងៃឲ្យផឹកតែម្ដងប៉ុន្តែផឹកម្ដងនេះគឺផឹកខ្លាំងបងប្អូនណាគឺខ្ញុំដាក់3ធុងស្វីត្រូសម្រាប់មេធំនេះតែបើសម្រាប់កូនតូចៗអីគឺយើងឲ្យផឹកមួយធុងអីឬក៏មួយធុងជាងអីគឺរួចជាការស្រេចហើយអញ្ចឹងបងប្អូនអរគ្នាមើលហ្នឹងហើយសាច់គឺអត់ចាញ់គួរដែលគេយកទៅចងនៅវាលឬក៏គេប្រឡែងទេបងប្អូនណាគឺសាច់ណែនល្អធាត់ក្រាស់ក្បឹកគួរប្រភេទគួរស្រួលចិញ្ចឹមបែបនេះគឺយើងដាក់ទៅក្នុងក្រោលបានណាបងប្អូនបើនេះបើនួឲ្យស៊ីតិចតួចមកគឺរួចជាការស្រេចអញ្ចឹងការចិញ្ចឹមគោគឺអត់ពិបាកទេបងប្អូនណាគឺអត់ពិបាកទេរឿងដែលពិបាកគឺយើងចិញ្ចឹមគោដែលឲ្យយើងរវល់ខ្លាំងមានណាគោដែលយើងត្រូវតែយកចេញយកត្រូវតែយកចងអាហ្នឹងគឺរវល់មែនទែនគឺយើងពិបាកហើយបើគោប្រភេទនេះយើងទៅបោចស្មៅតែចំណាយពេលត្រឹមតែកន្លះម៉ោងបើយើងដាំស្មៅចំណីសត្វដូចខ្ញុំចំណាយតែ4-10នាទីនេះគឺយើងយកមកឲ្យស៊ីបានតែមួយថ្ងៃបាទហើយអញ្ចឹងគឺអត់មានអីពិបាកទេសម្រាប់បងប្អូនដែលត្រូវការពូជស្មៅជាប្រភេទដើមនេះគឺអាចទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទពីខ្សែគឺ09888325និង0993858535ខ្ញុំបានមានសេវាសម្រាប់ផ្ញើចេញគ្រប់ខេត្តក្រុងនៅក្នុងប្រទេសកម្ពុជាខ្ញុំបានក៏មានលក់នៅប្រភេទឃ្លុំគោចង្រ្កានគោម្សៅទឹកដោះគោឬក៏ឧបករណ៍ផ្សេងៗតាក់ទងជាមួយនឹងសត្វអញ្ចឹងសម្រាប់ឲ្យបងប្អូនទាំងគ្នាត្រូវការគឺអាចទំនាក់ទំនងតាមរយៈលេខដែលខ្ញុំបានហៅហ្នឹងណាហ្នឹងហើយសូមអរគុណសម្រាប់ការតាមដានវីដេអូកន្លងមកនិងសូមឲ្យបងប្អូនទាំងអស់គ្នាជួបនៅសំណាងល្អគ្រប់គ្នាសូម